ទាញយករូបភាពផែនទីលក្ខណៈជា poster ស្អាតៗដើម្បីជំនួយដល់ការ design ឬរចនា poster របស់លោកអ្នកថ្ងៃនេះខ្ញុំណែនាំអ្នកនរគ្នាពី website មួយដែលយើងអាចទាញយកផែនទីបែបជា poster បាទដែលមានភាពងាយស្រួលមែនទែនដោយ website នេះមានឈ្មោះថា Terrain ហើយយើងអត់ចាំបាច់ login អត់ចាំបាច់បង្កើត user អីទេបាទអញ្ចឹងលក្ខណៈ map ស្អាតបែបនេះអញ្ចឹងបាទអញ្ចឹងខ្ញុំសូមបង្ហាញពីរបៀបចូលប្រើប្រាស់តែម្ដងដែលយើងអាច edit អីបានច្រើនមែនទែនច្រើនយ៉ាងតាមការចង់បានរបស់យើងអញ្ចឹងពេលយើងចូលមក website យើងដំបូងយើងនឹងឃើញពាក្យ Terrain ជា website របស់គេហើយបន្ទាប់មកយើងអាចវាយទីតាំងណាដែលយើងចង់បានឬក៏យើងចុច get my location នេះតែម្ដងក៏បានដើម្បីវាចាប់ទីតាំងដែលយើងកំពុងនៅតែក្នុងនេះខ្ញុំឧទាហរណ៍ថាអង្គរវត្តចឹងខ្ញុំយកទីតាំងអង្គរវត្តដោយសារវាស្អាតដែរអង្គរវត្ត Cambodia ចឹងវានៅម្ដុំបាក់ខែងឯដែរទេចឹងខ្ញុំអាចយកទាំងនេះយើងអាចសេរីបានទៀតចឹងចុចអូខេមកបាទចឹងបន្ទាប់ពីខ្ញុំយកហើយចឹងវាចាប់យកជាសៀមរាប Cambodia ហើយយើងអាចសេរីបានទៀតក៏បានដែរយើងអាចចុចកន្លែង edit map នេះមកហើយយើងអាចអូសសេរីតាមនឹងបានទៀតបាទអញ្ចឹងស្រាប់បន្តមកទៀតយើងចង់ download ក៏បានដែរបើសិនយើងពេញចិត្តហើយប៉ុន្តែខ្ញុំសូមបង្ហាញពីកន្លែង SIM អញ្ចឹង SIM នេះយើងអាចដូរពណ៌វាបានដូរពណ៌ color SIM វាបានយើងអាចជ្រើសពណ៌រូបភាពមួយណាដែលយើងចង់បានក៏បានដែរបាទវាចុចរើសពណ៌ត្រង់នេះក៏បានដែរអូខេចឹងខ្ញុំយកទៅរងដើមវាវិញដោយសារទៅរងដើមវារៀងលយដែរបាទបន្តមកទៀត layout យើងចូលមកកន្លែង layout មកអញ្ចឹង layout នេះវាទៅជាទំហំ poster ដែលយើងចង់បានជាងចង់បានសម្រាប់กระดาษ A3 กระดาษ A4 បញ្ឈរទៅយកសម្រាប់ social media Instagram ទាំង portrait បញ្ឈរឬក៏ក្នុង story បាទក្នុង story គឺតម្រង់ទូរស័ព្ទដូច TikTok អីដែរអញ្ចឹងសម្រាប់ Pinterest ហើយឥឡូវខ្ញុំស្រាច់យក YouTube thumbnail បាទបើយើងយក YouTube thumbnail វារៀងផ្ដេកអញ្ចឹងបាទហើយយើងអាចព្រីកព្រមបានដោយសារខ្ញុំចុចកន្លែង edit map នេះទៅណាបាទអញ្ចឹង layout យើងអាចរើសបានរួចហើយអញ្ចឹងបន្តមកទៀតយើងអាចមកកន្លែង text style អញ្ចឹងកន្លែង text style កន្លែងសៀមរាបអីហ្នឹងយើងចង់ដូរពាក្យក៏បានឬក៏យើងចង់ហាច់ពាក្យហ្នឹងក៏បានយើងយកតាម map អញ្ចឹងណាអញ្ចឹង overlay layer ហ្នឹងអាកន្លែងដែលល្ងឹតគៀនហ្នឹងមកសិយើងបិទចឹងកន្លែងល្ងឹតគៀនហ្នឹងវានឹងបង្ហាញច្បាស់មកវិញបាទអញ្ចឹងយើងអាចបន្ថែមបន្ថយតាមនឹងបានហើយបន្ទាប់មកយើងមកកន្លែង layer អញ្ចឹងកន្លែង layer នេះវាមានបង្ហាញដី cover បង្ហាញអាគារបង្ហាញខ្សែទឹកបង្ហាញកន្លែងចតឡានអីចឹងទៅអញ្ចឹងបើអានេះកន្លែងបង្ហាញអាគារអញ្ចឹងកន្លែងផាគារវាលាក់អញ្ចឹងយើងចង់បង្ហាញយើងបង្ហាញតែមកអញ្ចឹងឃើញថារៀងស្អាតម្យ៉ាងដែរពីបង្ហាញអាគារអញ្ចឹងទៅអានេះ SIM ពេលយប់ទៀតអញ្ចឹងស្អាតដែរបាទអញ្ចឹងបន្ទាប់ពី layer ហើយកន្លែង marker នេះយើងចង់ចំណាំកន្លែងទីតាំងអីក្រុមហ៊ុនឬក៏កន្លែងហាងរបស់យើងអីយើងអាចចំណាំក្នុងនឹងបានអញ្ចឹងអានេះផ្លូវអានេះយើងដៅផ្លូវអញ្ចឹងអញ្ចឹងកន្លែង marker កន្លែង layer អីយើងអាចដឹងអស់ហើយបាទអញ្ចឹងបន្ទាប់ពីយើងសេរីត្រូវអស់ហើយយើងអាចចុចបិទអានេះវិញមកហើយយើងអាចdownload បានចឹងមកនេះយើងបរិប្រួបបានណាបាទអូខេបរិចចុះក្នុងតិចមកនេះ map អង្គរវត្តយើងទាំងស្អាតដែរយើងចុច download មកយើងអាចទាញយកជា PNG PDF ឬក៏ SVG នេះក៏បានដែរអញ្ចឹងយើង download មកបាទអញ្ចឹងជាការស្រេច website free ហើយអត់ចាំបាច់ login ទៀត
អូខេចឹងនេះជាអីដែលយើងទទួលបានចឹងអរគុណច្រើនសម្រាប់ការមើលវីដេអូមួយនេះបើសិនជាមានប្រយោជន៍សូមចុច like និង comment មេដៃម្នាក់មួយផងអរគុណ